រុកជើងព្រៃមានចម្ងាយ45គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាមមានឃុំចំនួន10និងភូមិចំនួន74ប្រជាជនរស់នៅប្រមាណជាង 100000 នាក់បច្ចុប្បន្នស្រុកមួយនេះកំពុងរីកចម្រើនលើវិស័យឧស្សាហកម្មលោកងៅរិនហាម៉ូនីកាអភិបាលរងស្រុកជើងព្រៃបានឲ្យដឹងថាស្រុកជើងព្រៃមានរោងចក្រចំនួន16ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសជាងស៊ូផ្លូវជាតិលេខ6សាងសង់លើផ្ទៃដីចំនួន 688,916 ម៉ែត្រការ៉េដែលបច្ចុប្បន្ននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនេះមានរោងចក្រចំនួន7កំពុងដំណើរការលោកអភិបាលរងស្រុកបានបន្ថែមថាតំបន់សេដ្ឋកិច្ចពិសេសមួយនេះរៀបចំហេដ្ឋារចនារូបវន្តបន្តបន្ទាប់រហូតដែលយើងសង្កេតឃើញថារោងចក្រមួយចំនួនកំពុងដំណើរការនិងរោងចក្រមួយចំនួនទៀតកំពុងសាងសង់បន្ថែមអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះតំបន់សេដ្ឋកិច្ចពិសេសនេះបានជួយទ្រទ្រង់ដល់សេដ្ឋកិច្ចប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកជើងព្រៃជាពិសេសអ្នកលក់ដូររបស់របរផ្សេងចំណីអាហារជាដើមនិងថែមទាំងជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងស្រុកនិងស្រុកដែលនៅជាប់ព្រំប្រទល់ដូចជាស្រុកបាធាយស្រុកជើងព្រៃស្រុកកងមាសនិងខេត្តមួយចំនួនទៀតផងដែរហើយចង់ជំរាបបន្ថែមដែរសម្រាប់កម្មកររោងចក្រនិងបុគ្គលិកនៅតាមរោងចក្រទាំងអស់ដែលនៅក្នុងស្រុកជើងព្រៃនេះបាទមានមកពីបណ្ដាខេត្តឆ្ងាយមួយចំនួនទៀតក៏មានដែរបាទមានតាំងពីតាកែវពេលខ្លះមានមកពីកំពតបាទមកពីកំពង់ស្ពឺមកពីបាត់ដំបងក៏មានដែរបាទប៉ុន្តែគាត់ថាសម្រាប់ប្រជាពលរដ្ឋយើងនៅនេះគាត់អត់បាច់ចំណាយលុយច្រើនទេមានន័យថាគាត់មិនបាច់ចំណាយលើថ្លៃជួលផ្ទះបាទហើយគាត់អាចល្ងាចឡើងគាត់ទៅជួបគ្រួសារគាត់បាទគាត់ធ្វើដំណើរត្រឡប់ទៅវិញទៅមកសូមថ្លែងអំណរគុណដល់អាដាមអ៊ុនចិន្តាអភិបាលនៃគណៈបាលខេត្តកំពង់ចាមក៏ដូចជាថ្នាក់ដឹកនាំមានថ្នាក់ដឹកនាំជាន់ខ្ពស់សម្ដេចបវរធិបតីដែលបានផ្ដល់ឱកាសឲ្យស្រុកជើងព្រៃយើងជាពិសេសគឺផ្ដល់រោងចក្រសម្រាប់ជួយសម្រួលដល់ការងារដល់ប្រជាពលរដ្ឋយើងនៅទីនេះ